สนาในการตัวเตียนจากสมต้นตัวเตียนตึกดาวอ่อนจากได้ช่วยต่อสมานต่อสบายของได้จ่ายแล้วนี้ยืนเงียบมุกโจตัวเตียนตึกลงไปสำหรับตำบลของได้จ่ายได้ดีแค่โดยปัญญาที่ของได้จ่ายคือเตะตรงตัวนึงผักตึกมันเป็นไม้ช่วยสำหรับตำบลการศึกษาในอเมริกมุ้ยนิยท้าการผักตึกในมันเป็นตัวเตียนอาหารอาจช่วยเอามนุษย์สำหรับตำบลพวกเนี่ยวิเชียศาสตร์มาปีวิเชียเลียจากสมโตวิเชียเนี่ยบานเราเคยทามนุษย์เยอะอาจสระตำบลบานเจียงปีกิโลกรัมบางเกผักตึกปีเป็นใบดองคลองบัวไงในมันเป็นตัวเตียนอาหารปลูกแก้บานสารบองหรือใดนี่เลยมนุษย์ไว้จ้าใส่สับปรับใบเนี่ยโดยใบใจจีปีกร้องสำหรับโดยเยเป็นดับปีสัปดาห์พวกเนวิเชียศาสตร์ในใจท้าในเปกาผักตึกอาจเผื่ออ้อยเนี่ยมีอารมณ์ทางมีบังเกิดแคลอรี่การผักตึกจรันเป๊กก็อาจนำอ้อยมีปัญหาสุขภาพทวนโฟฝังใดพวกเนี่ยศึกษาสาวชื่อบานดักบังให้การรกเคยรกบางเก๋ในกิจประชุมจีดรกบางสังคมคือกีมีอเมริกในบอสตันเนี่ยโจรวมการสารบองเตียงอ๋อมีอายุปี50 ឆ្នាំទៅ75 ឆ្នាំក្រុមទី1ទទួលទានអាហារដែលមានកាឡូរីទាបតែអត់ផឹកទឹកមុនពេលអាហារក្រុមទី2គឺទទួលទានអាហារដែលមានកាឡូរីចាសំទោសគឺក្រុមទី2គឺទទួលទានអាហារដែលមានកាឡូរីខ្ពស់ចាហើយផឹកទឹក2 កែវមុនអាហារក្រោយធ្វើរបៀបនេះបាន12 សប្តាហ៍អ្នកផឹកទឹកមុនពេលអាហារមានបានសម្រក់ទម្ងន់អស់2.3ចាសំទោសគឺ7.03 គីឡូក្រាមតែអ្នកផ្សេងទៀតស្រកតែ5 គីឡូក្រាមការសិក្សាមុនបានរកឃើញថាមនុស្សដែលផឹកទឹក2 ពេលមុនពេលអាហារទទួលទានអាហារគិតពីកាឡូរីតិចជាងអ្នកអត់ផឹកពី75ទៅ90 កាឡូរីវិជ្ជាបណ្ឌិត Brenda Davi អ្នកនិពន្ធការសិក្សានេះបាននិយាយថាហេតុផលដែលទឹកមានភាពស័ក្តិសិទ្ធិដូចនេះមកពីវាទៅបំពេញក្រពះតែមិនបង្កើនកាឡូរីនោះទេចានេះគឺជាគឺថាពិសាទឹកមុនទទួលទានអាហារគឺអាចធ្វើឲ្យយើងសម្រក់ទម្ងន់បានចាគឺថាដោយការអ្នកស្រាវជ្រាវគាត់បានធ្វើការសិក្សាទៅគឺអ្នកដែលផឹកអ្នកដែលពិសាបាយចាពិសាបាយអត់ទទួលទានទឹកហើយនឹងអ្នកដែលទទួលទានទឹកមុនពិសាបាយគឺមានភាពខុសគ្នាខ្លាំងច្រើនមែនទែនតែការស្រក់ទម្ងន់ចាជាបន្តជួបនឹងចាវិធីមួយទៀតគឺកុំបណ្ដោយខ្លួនឲ្យញៀនកាហ្វេខ្លាំងពេកចាកន្លងមុខនេះយើងធ្លាប់ឮថាការញៀនស្រាការញៀនបារីគឺជាពិបាកនៅក្នុងការបញ្ឈប់ណាស់ប៉ុន្តែពេលនេះអ្នកជំនាញខាងសុខភាពផ្លូវចិត្តបានប្រាប់ថាកាហ្វេក៏ពិបាកនឹងបញ្ឈប់ដូចគ្នាដែរតាមសេចក្តីរាយការណ៍ពីប្រតិបត្តិ Pharmacology នៅសហរដ្ឋអាមេរិកបានឲ្យដឹងថាគ្រូពេទ្យចិត្តសាស្ត្របានវាយតម្លៃថាការបញ្ឈប់ទទួលទានកាហ្វេចាត់ទុកថាគឺជាការព្យាបាលនៅបំបត្តិគ្រឿងញៀនមួយប្រភេទព្រោះថាការបញ្ឈប់ទទួលទានកាហ្វេគឺធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវអារម្មណ៍ធ្វើឲ្យមានអាការៈឈឺក្បាលគ្មានសមាធិនិងមានអារម្មណ៍ច្របូកច្របល់គ្មានសេចក្តីសុខដូចនេះគ្រូពេទ្យចិត្តសាស្ត្របានណែនាំថាមិនគួរបណ្ដោយខ្លួនមិនបណ្ដោយចិត្តឲ្យញៀនកាហ្វេនោះទេគួរតែផ្លាស់ប្ដូរកាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្លាំងមកជាប្រភេទកាហ្វេ Badif គឺជាប្រភេទកាហ្វេដែលគ្មានសារធាតុកាហ្វេអ៊ីនវិញចាគឺថាយើងគឺមិនគួរបណ្ដោយខ្លួនឲ្យញៀនកាហ្វេខ្លាំងពេកទេចាថាកាលពីមុនកញ្ញាគឺយើងធ្លាប់តែឮថាគឺញៀនស្រាញៀនបារីហ្នឹងគឺពិបាកនឹងផ្ដាច់ប៉ុន្តែឥឡូវនេះគឺកាហ្វេក៏ចាអាចធ្វើឲ្យញៀនពិបាកនឹងផ្ដាច់ដែរពីព្រោះថាបើពេលយើងបញ្ឈប់នៅការចាញ៉ាំកាហ្វេទៅគឺវាអាចធ្វើឲ្យយើងប៉ះពាល់ដល់ផ្លូវអារម្មណ៍ផ្លូវចិត្តផងដែរចាគឺយើងធ្វើឲ្យយើងមានអាការៈឈឺក្បាលអត់មានសមាធិនៅក្នុងខ្លួនទេចាកញ្ញារចនាគឺថា
ការពិសាកាហ្វេឲ្យមាននេះគឺថាភាគច្រើនគឺមានទៅលើ ចាភាគច្រើនជាបុរសចាស្ត្រីក៏សូវទេបុរសភាគច្រើនគឺគាត់ជួយចិត្តពិសាកាហ្វេអ្នកខ្លះញៀនរហូតដល់ទៅម៉ោង3ក្រោយពីម៉ោង3យប់ដើម្បីទៅពិសាកាហ្វេផងដែរចាចាទៅទស្សនិកជនឲ្យឡើងងាកមកចូលចាការផឹកទឹកផ្លែឈើការផឹកទឹកផ្លែឈើច្រើនពេកចាអាចធ្វើឲ្យក្មេងខ្មៅបានចាប្រកបណាស់ទឹកផ្លែឈើអាចបណ្ដាលឲ្យមានបញ្ហាដល់ក្មេងរបស់កូនលោកអ្នកចាអ្នកស្រាវជ្រាវបានរកឃើញថាជាតិស្ករនៅក្នុងទឹកផ្លែឈើអាចនាំឲ្យក្មេងខ្មៅជាពិសេសប្រសិនបើកុមារត្រូវបានគេអនុញ្ញាតឲ្យផឹកទឹកផ្លែឈើ2ដងចាសំទោស2ដងពេកជាច្រើននៅពេលថ្ងៃឬពេលចូលគេងដើម្បីស៊ីក្មេងកើតមានឡើងនៅពេលដែលកាកសំណល់នៃទឹកផ្លែឈើដែលជាប់ទៅនៅនឹងក្មេងជារៀងរាល់ជាច្រើនថ្ងៃកុមារដែលផឹកទឹកដោះគោមុនពេលចូលគេងដោយទឹកដោះគោនោះនៅជាប់ក្មេងក៏អាចឲ្យមានកើតរឿងដូចខាងលើផងដែរចាវាជាការល្អក្នុងការកំណត់បរិមាណទឹកផ្លែឈើហើយជៀសវាងឲ្យកុមារគេងដោយមានទឹកផ្លែឈើជាប់នៅនឹងក្មេងវាជាគំនិតល្អមួយសម្រាប់កុមារទាំងអស់គួរតែចាប់ផ្ដើមទៅជួបនឹងទស្សនពេទ្យចាសំដៅទន់បណ្ឌិតក្រោយពីអាយុ1ឆ្នាំចាចំពោះស្នេហ៍ជននេះគឺជាវិធីសាស្ត្រដែលយើងមិនត្រូវឲ្យកុមារទទួលទានទឹកផ្លែឈើឬក៏ទទួលទានទឹកដោះគោកញ្ញាចាមកពេលចូលគេងគឺអាចឲ្យដង្កូវស៊ីថ្មីចាហើយដង្កូវស៊ីថ្មីហើយវាអាចប៉ះពាល់ទៅដល់ក្មេងយើងនាំឲ្យខ្មៅចាខ្មៅក៏ដង្កូវស៊ីផងដែរចាដែលទឹកផ្លែឈើកុមារចាមិនថាកុមារឬមនុស្សធំទេចាគឺថាឲ្យតែពេលទទួលទានទឹកផ្លែឈើមុនគេងឬក៏ទទួលទានទឹកដោះគោអីវាអាចជាប់នឹងក្មេងយើងណាចានឹងហើយវាបណ្ដាលឲ្យក្មេងខ្មៅផងដែរចាប៉ុន្តែបើសិនជាពេលយើងទទួលទានហើយគឺយើងទៅដុសធ្មេញទៅគឺអត់អីទេចាប៉ុន្តែបើសិនជាយើងមុនពេលចូលគេងយើងទទួលទានហើយបន្ទាប់មកយើងចូលគេងតែម្ដងគឺសារធាតុផ្អែមដែលនៅជាប់នៅធ្មេញហ្នឹងគឺវាអាចធ្វើបណ្ដាលឲ្យធ្មេញខូចចាទស្សនិកជនដោយសារតែកម្មវិធីរបស់នាងខ្ញុំចារបស់ពួកនាងខ្ញុំជាដល់ទីបញ្ចប់ចានាងខ្ញុំក៏ដូចជាក្រុមការងារសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងដោយពាក្យពេចន៍ក្នុងប្រការណាមួយមិនច្បាស់លាស់នោះចាដែលគណៈពេលនេះយើងខ្ញុំនឹងសូមជម្រាបចាការផ្សាយពាណិជ្ជកម្មចាដែលក្រុមហ៊ុនទូរទស្សន៍អ៊ីនធឺណិត MSJ TV របស់យើងខ្ញុំក៏មានផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទបដិញជាមួយនឹងព័ត៌មានបន្ទាន់និងធ្វើឲ្យផលិតផលរបស់លោកអ្នកល្បីទូទាំងប្រទេសជាតិអ្នកចាក់កម្ពុជាហើយក្រុមហ៊ុនសន្តិសុខ MSJ Asia Security Co Ltd ក៏មានបម្រើសេវាកម្មផ្នែកកម្លាំងសន្តិសុខ24ម៉ោងយាមកាមថែរក្សាលំនៅដ្ឋានសហគ្រាសក្រុមហ៊ុននិងទីកន្លែងផ្សេងៗទៀតប្រកបដោយសុវត្ថិភាព 100% ត្រូវការសន្តិសុខពីក្រុមហ៊ុនរបស់យើងខ្ញុំភ្លាមយើងខ្ញុំនឹងបន្ថែមជូនកាមេរ៉ាសុវត្ថិភាពជូនភ្លាមដើម្បីធានានៅទិន្នន័យផ្ដល់ភាពកក់ក្ដៅដល់អស់លោកអ្នកចាលោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ011 99 55 67 089 99 55 67និង069 99 55 67ហើយក្រុមហ៊ុនរបស់យើងខ្ញុំក៏បើកទទួលព័ត៌មានបន្ទាន់ពីបងប្អូនប្រិយមិត្តដែលបានជួបហេតុការណ៍នៅតាមដងផ្លូវឬមួយក៏នៅតាមកន្លែងណាផ្សេងបងប្អូនអាចធ្វើការខលទំនាក់ទំនងឬក៏រាយការណ៍មកក្រុមហ៊ុនរបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ016 58 25 67ឬមួយក៏តាមរយៈ Facebook MSJ Link និង Skype MSJ ETV ចាទស្សនិកជនថ្នាក់ពេលនេះនាងខ្ញុំលីម៉ានាងខ្ញុំរចនារួមជាមួយនឹងខ្ញុំម៉ាស៊ីសូមអរគុណសូមគោរពលា